គុណសម្បត្តិចម្បងរបស់អ្នកដឹកនាំខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិពិសេសរបស់អ្នកដឹកនាំល្អ1មានភាពក្លាហានមិនងាករាយលើចំណេះដឹងនិងការងាររបស់ខ្លួនគ្មានកូនចៅណាដែលប្រាថ្នាចង់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកដឹកនាំម្នាក់ដែលខ្វះទំនុកចិត្តលើខ្លួនឯងខ្វះសេចក្តីក្លាហាននោះឡើយគ្មានកូនចៅឆ្លៀសវៃណាដែលចង់ស្ថិតនៅក្រោមអ្នកដឹកនាំប្រភេទនេះនោះទេ2គ្រប់គ្រងខ្លួនឯងបានមនុស្សដែលមិនអាចគ្រប់គ្រងខ្លួនឯងបានគ្មានសមត្ថភាពដើម្បីគ្រប់គ្រងអ្នកដទៃឡើយការគ្រប់គ្រងខ្លួនឯងបានគឺជាគំរូដ៏អស្ចារ្យសម្រាប់កូនចៅដែលនឹងធ្វើឲ្យភាពឆ្លាតវៃរបស់ពួកគេកាន់តែប្រសើរឡើង3មានភាពយុត្តិធម៌យ៉ាងមុតមាំបើគ្មានស្មារតីស្មារតីនិងយុត្តិធម៌ទេអ្នកដឹកនាំមិនអាចបញ្ជានិងទទួលការគោរពពីកូនចៅបានឡើយ4ការសម្រេចចិត្តច្បាស់លាស់មនុស្សដែលសម្រេចចិត្តដូចខ្យល់បោះបង្ហាញថាគាត់មិនច្បាស់លាស់នឹងខ្លួនឯងដែរគាត់មិនអាចដឹកនាំអ្នកដទៃឲ្យបានជោគជ័យបានឡើយ5មានផែនការច្បាស់លាស់អ្នកដឹកនាំដែលជោគជ័យត្រូវរៀបចំផែនការនៃការងាររបស់ខ្លួនហើយត្រូវអនុវត្តតាមផែនការដែលខ្លួនបានកំណត់អ្នកដឹកនាំដែលធ្វើការលំគ្មានផែនការត្រឹមត្រូវនិងច្បាស់លាស់គឺប្រៀបដូចជាទូកមួយដែលគ្មានចង្កូតមិនយូរមិនឆាប់គាត់នឹងជាប់គឿងនៅលើថ្មមិនខានឡើយ6មានទម្លាប់ធ្វើការឲ្យហួសពីប្រាក់ខែចំណុចពិសេសមួយដែលលើសគេឯងរបស់អ្នកដឹកនាំគឺនាំសេចក្តីពេញចិត្តដើម្បីធ្វើការងារច្រើនជាងកូនចៅរបស់ខ្លួន7អាកប្បកិរិយាស្រស់ស្រាយគ្មានមនុស្សស្មោកគ្រោកនិងធ្វេសប្រហែសណាដែលក្លាយជាអ្នកដឹកនាំជោគជ័យបានឡើយភាពដឹកនាំត្រូវការគោរពកូនចៅមិនគោរពឡើយអ្នកដឹកនាំណាដែលមានចំណាត់ថ្នាក់ទាបខាងភាពស្រស់ស្រាយខាងអាកប្បកិរិយាស្រស់ស្រាយ8មានក្តីមេត្តានិងការយកចិត្តអ្នកដទៃអ្នកដឹកនាំជោគជ័យត្រូវតែមានសេចក្តីមេត្តាចំពោះកូនចៅរបស់ខ្លួនលើសពីនោះទៀតគាត់ត្រូវតែយល់អារម្មណ៍របស់ពួកគាត់និងយល់អំពីបញ្ហារបស់ពួកគេ9ភាពហ្មត់ចត់អ្នកដឹកនាំជោគជ័យត្រូវតែជាមនុស្សហ្មត់ចត់គ្រប់ការងារនៅក្នុងតួនាទីជាអ្នកដឹកនាំភាពហ្មត់ចត់គឺជាអាថ៌កំបាំងជោគជ័យរបស់លោក Henry Ford មនុស្សរាប់សិបលាននាក់ក្នុងពិភពលោកបានចោលភ្នែកមកមើលលោក Henry Ford ដែលគឺជាមហាសេដ្ឋីនិងជាស្ថាបនិករថយន្ត Ford ដ៏ល្បីបំផុតក្នុងក្រសែភ្នែកដ៏ប្រកបដោយមោទនភាពព្រោះក្រុមហ៊ុនរបស់លោកបង្កើតបានជាសមិទ្ធផលមួយដែលក្រុមហ៊ុនដទៃទៀតហ៊ានទទួលស្គាល់ថាវាពិតជាពិបាកក្នុងការប្រកួតប្រជែងបំផុតរថយន្តមួយដែលដាក់បញ្ចូលនៅគ្រឿងម៉ាស៊ីន8 V8 ក្នុងតួរថយន្តតែមួយគឺជាគំនិតដ៏មហិមារបស់លោក Henry Ford លោកបានបញ្ជាឲ្យវិស្វកររចនាប្លង់ក្នុងក្រដាសឡើងដើម្បីស្ថាបនាវាប៉ុន្តែគ្រប់ទៅវិស្វករបានមានមតិដូចគ្នាថាវាពិតជាមិនអាចទៅរួចឡើយហើយគ្មានវិស្វកររូបណាមួយមានជំនឿចិត្តថាអាចធ្វើទៅរួចសោះឡើយលោក Henry Ford បាននិយាយថាចូលធ្វើវាទៅក្រុមវិស្វករបានតបថាវាមិនអាចទៅរួចទេលោក Henry Ford បានបញ្ជាក់ថាធ្វើវាទៅហើយនៅបន្តធ្វើការងារនេះរហូតដល់អស់លោកជោគជ័យបើទោះបីជាត្រូវប្រើប្រាស់ពេលវេលាច្រើនប៉ុណ្ណាក៏ដោយលកឹកណាពួកគេនៅតែជាបុគ្គលិករបស់ Ford ពួកគេត្រូវតែធ្វើការងារមួយនឹងគ្មានកិច្ចការណាផ្សេងទៀតឡើយ6ខែបានកន្លងផុតទៅមិនមានលទ្ធផលអ្វីបន្តិចសោះទោះបីជាក្រុមវិស្វករប្រឹងប្រែងរកគ្រប់មធ្យោបាយដើម្បីអនុវត្តក្តីប៉ុន្តែអ្វីហាក់ដូចជាមិនទៅណាឆ្ងាយពីពាក្យថាមិនអាចទៅរួចទេចុងឆ្នាំបានចូលមកដល់ Ford បានត្រួតពិនិត្យគម្រោងនេះជាមួយក្រុមវិស្វកររបស់គាត់ប៉ុន្តែជាអកុសលក្រុមវិស្វករនៅតែពន្យល់គាត់ថាពួកគេមិនបានរកឃើញមធ្យោបាយដើម្បីអនុវត្តបទបញ្ជានេះបានឡើយប្រឹងប្រែងបន្តទៀតទៅខ្ញុំចង់បានវាដូច្នេះខ្ញុំត្រូវតែយកវា Ford បាននិយាយពួកគេបន្តទៀតហើយពេលនោះហើយវាហាក់ដូចជាអភូតហេតុដ៏អស្ចារ្យមួយអីចឹង
អាចកំបាំងត្រូវបានលាតត្រដាងឡើងភាពម៉ត់ចត់និងភាពមានអ្នកឲ្យខាងតបានរបស់ Ford បានធ្វើឲ្យគាត់ជោគជ័យ Henry Ford ជោគជ័យព្រោះគាត់យល់អំពីគោលការណ៍នៃភាពជោគជ័យហើយអនុវត្តតាមគោលការណ៍ជោគជ័យនោះគឺភាពម៉ត់ចត់ចំណងអ្នកគឺជាចៅហ្វាយនៃជោគវាសនារបស់អ្នកជាអ្នកបញ្ជាដួងវិញ្ញាណរបស់អ្នក 10. មានឆន្ទៈទទួលខុសត្រូវទាំងអស់អ្នកដឹកនាំជោគជ័យត្រូវតែមានឆន្ទៈទទួលខុសត្រូវចំពោះកំហុសនិងចំណុចខ្វះខាតរបស់កូនចៅខ្លួនបើគាត់ព្យាយាមកិច្ចមិនព្រមទទួលខុសត្រូវគាត់មិនអាចស្ថិតនៅជាអ្នកដឹកនាំបានយូរអង្វែងឡើយបើមានកូនចៅណាម្នាក់ធ្វើកំហុសអ្វីមួយហើយបង្ហាញឲ្យឃើញថាព្រោះតែគាត់ខ្វះខាតសមត្ថភាពធ្វើវាអ្នកដឹកនាំត្រូវគិតថាខ្លួនពិតជាមានកំហុសពិតប្រាកដ 11. មានការសហការអ្នកដឹកនាំជោគជ័យត្រូវតែយល់និងអនុវត្តគោលការណ៍នៃការសហការគ្នាហើយក៏ត្រូវមានសមត្ថភាពក្នុងការបញ្ចុះបញ្ចូលកូនចៅខ្លួនឲ្យចេះសហការគ្នាផងដែរភាពដឹកនាំត្រូវការអំណាចហើយអំណាចត្រូវការការសហការជាធ្លុងមួយ